សួស្តីបងប្អូនអ្នកគ្នាកណ្ដឹងខ្ញុំមានវីដេអូថ្មីមួយដើម្បីមកចែករំលែកជូនបងប្អូនអ្នកគ្នាទៀតហើយហើយវីដេអូខ្ញុំមិនដឹងដែរគឺខ្ញុំនិយាយអំពីរបៀបតាំងរូបភាពច្រើននៅលើអេក្រង់ទូរស័ព្ទអញ្ចឹងបងប្អូនអ្នកគ្នាឧទាហរណ៍ថាយើងពេលដែលយើង lock screen ទៅវា load ចេញរូបមួយទៀតពេលយើង lock screen ទៅវា load ចេញរូបផ្សេងទៀតអញ្ចឹងបងប្អូនអ្នកគ្នាវីដេអូរហូតបងប្អូនអ្នកគ្នាអញ្ចឹងតោះទៅមើលថាយើងធ្វើបែបម៉េចដើម្បីយើងអាចដាក់តាំងរូបភាពច្រើននៅលើទូរស័ព្ទរបស់យើងបងប្អូនអ្នកគ្នាចឹងជាដំបូងអ្នកគ្នាចូល setting មកបងប្អូនអ្នកគ្នាបន្ទាប់មកអ្នកគ្នាscroll មកក្រោមមកអ្នកគ្នាយកពាក្យនេះ wallpaper ឃើញទេបងប្អូនអ្នកគ្នាឡើង wallpaper ហ្នឹងចឹងចុចលើនឹងមួយមកបន្ទាប់មកអ្នកគ្នាឃើញចេះអានេះសិតតារូបភាពដែលយើងបានដាក់មុនហ្នឹងចឹងអ្នកគ្នានេះ scroll មកខាងនេះឲ្យវាចេញពាក្យ new ខាងលើនេះហើយកន្លែងសញ្ញាបូកហ្នឹងចឹងយើងចុចលើនឹងមួយមកហ្នឹងចុចលើនឹងមួយមកបន្ទាប់មកវានឹងចេញមកបែបនេះអញ្ចឹងយើងមិនមើលអីច្រើននេះអ្នកគ្នាយកពី photo នេះ photo Sophie នេះហ្នឹងចុចលើនឹងមួយមកបន្ទាប់ពីអ្នកគ្នាចុចលើនឹងមួយហើយអ្នកគ្នាយកពាក្យនេះ choose photo នេះហ្នឹង choose photo manually នេះចុចលើនឹងមួយមកបន្ទាប់មកយើងទៅជ្រើសរើសយករូបភាពដែលយើងចង់ដាក់នេះចឹងយើងទៅជ្រើសរើសយករូបមកចឹងអ្នកគ្នាចង់យកជ្រើសរើសចាំតិចចឹងខ្ញុំជ្រើសរើសយករូបខ្ញុំចេះតែយកសិនទៅឧទាហរណ៍ខ្ញុំយកអ្នកគ្នាយកប៉ុន្មានក៏បានដែរបងប្អូនអ្នកគ្នាតាមចិត្តអ្នកគ្នាឧទាហរណ៍ខ្ញុំយកប៉ុណ្ណាខ្ញុំយក11ស្លឹកតោះមកខ្ញុំចុច add ខាងលើនេះចុច add ខាងលើហ្នឹងចុច add មកអូខេពេលដែលមកដល់កន្លែងនេះអ្នកគ្នាបើសិនជាអ្នកគ្នាចង់ឲ្យលោតរូបមួយណាមុនគេនេះអ្នកគ្នាយកកន្លែងខាងក្រោមនេះអញ្ចឹងអ្នកគ្នាចុចលើហ្នឹងមួយមកហើយអ្នកគ្នាជ្រើសរើសរូបមួយណាដែលអ្នកគ្នាចង់ឲ្យវាលោតមុនគេអញ្ចឹងអ្នកគ្នាជ្រើសរើសមកបើថាមានរូបមួយនេះអូខេពេលអ្នកគ្នាយករូបមួយហ្នឹងហើយបន្ទាប់មកមើលនេះកន្លែង 3 កន្លែងនេះ3ហ្នឹងអ្នកគ្នាចុចហ្នឹងមួយមកអ្នកគ្នាមកមើលកន្លែងនេះគេឲ្យយើងជ្រើសរើសនេះដូចកន្លែង daily នេះដូចមកទឹកអញ្ចឹងវាលោតឆ្លាស់រូបម្ដងកន្លែងនេះកន្លែងម៉ោងនេះកន្លែង hourly នេះកន្លែងនេះ1ម៉ោងវានឹងលោតឆ្លាស់រូបម្ដងកន្លែង unlock នេះពេលដែលយើង lock screen ទៅពេលដែលយើង lock screen វានឹងឆ្លាស់រូបផ្សេង lock screen មួយទៀតដូររូបផ្សេងអញ្ចឹងទៅហើយកន្លែងនេះ on tab នេះពេលដែលយើង touch នៅទូរស័ព្ទដៃរបស់យើងហ្នឹង touch មួយវាដូររូបមួយ touch មួយដូររូបមួយអញ្ចឹងយើងយកនេះកន្លែង unlock នេះមកនេះកន្លែង unlock ហ្នឹងពេលដែលអ្នកគ្នាយកកន្លែង unlock ហ្នឹងទៅពេលដែលយើង lock ម្ដងវានឹងដូររូបម្ដង lock ម្ដងដូររូបម្ដងហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងពេលដែលយក unlock ហ្នឹងហើយអ្នកគ្នាចុច add ខាងលើនេះមកនេះចុច add ខាងលើហ្នឹងចុច add មក add តើមកកន្លែងនេះអ្នកគ្នាក្នុងខាងក្រៅយកដូចគ្នាអញ្ចឹងអត់បើសិនជាអ្នកគ្នាយកចុចនេះ set as wallpaper ហ្នឹងមកប៉ុន្តែខាងក្នុងវាព្រិលទេបងប្អូនអ្នកគ្នាជាទូទៅអញ្ចឹងអ្នកគ្នាចុចឡើងហ្នឹងមក set as ហ្នឹងមកអូខេអញ្ចឹងហើយបងប្អូនអ្នកគ្នាឃើញហើយនេះរូបយើងបានដាក់មិញនេះរូបយើងបានដាក់មិញបងប្អូនអ្នកគ្នានេះរូបយើងបានដាក់មិញហ្នឹងឃើញទេអញ្ចឹងខ្ញុំអត់អាច lock screen បានទេតែ lock screen ខ្ញុំ lock screen ទៅវាដាច់ខ្ញុំកំពុងតែ record ប្រាប់បងប្អូនអ្នកគ្នាអញ្ចឹងអ្នកគ្នានេះយើងបានសម្រាប់ទេបងប្អូនអ្នកគ្នានេះអញ្ចឹងរូបភាពដែលខ្ញុំបានដាក់នេះវា load នៅលើអេក្រង់ប៉ុនយើងហើយប៉ុន្តែខ្ញុំអត់អាច lock screen ដើម្បីធ្វើឲ្យដូររូបភាពប្រាប់បងប្អូនអ្នកគ្នាកើតទេព្រោះអីខ្ញុំកំពុងតែថតជាវីដេអូអញ្ចឹងបើសិនខ្ញុំ lock screen ទៅវាដាច់វីដេអូដែលខ្ញុំកំពុងតែថតហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូថ្ងៃហ្នឹងអត់មានច្រើនទេបងប្អូនអ្នកគ្នារបៀបតាំងរូបភាពច្រើននៅលើអេក្រង់ទូរស័ព្ទប៉ុណ្ណឹងមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាបើអ្នកគ្នាមានចម្ងល់ទាំងណាអ្នកគ្នាអាច comment សួរខ្ញុំខាង comment អរគុណច្រើនអ្នកគ្នាជាចុងក្រោយកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផង
ដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្តទៀតបងប្អូនអ្នកគ្នាបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀត